ប្រជ្រយក្រហមនាំសំណាងនាំលុយកាក់កិត្តិយសគេឈ្មោះចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកបង្ហាញពីការទូទីបាត់ដៃទៀតហើយណាចាអញ្ចឹងថ្ងៃនេះខ្ញុំចង់មកបង្ហាញអំពីប្រជ្រយសំណាងធ្លាប់តែនិយាយអំពីប្រជ្រយដែលអពមង្គលប្រជ្រយមិនល្អចាគឺប្រជ្រយពណ៌ខ្មៅណាចាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីប្រជ្រយដែលនាំសំណាងវិញម្ដងណាចាប្រជ្រយដែលនាំសំណាងណាចាអញ្ចឹងប្រជ្រយនាំសំណាងសម្រាប់ម្ចាស់បាត់ដៃចាគឺមាននៅកន្លែងនេះណាចាបងប្អូនឃើញហើយខ្ញុំដាក់រូបចាឲ្យចិត្តចាបងប្អូនមើលងាយស្រួលមើលណាចាអញ្ចឹងគឺបច្ចុប្បន្នរបស់គាត់ដោះនៅលើទួលពហោះចាជាទូទៅចាគឺជាបច្ចុប្បន្នដែលនាំខាងកិត្តិយសគេឈ្មោះព្រោះដោយសារអីដោយសារទួលប្រហោះគឺជាទួលចាគេហៅថាទួលអំណាចចាគឺជាទួលគេហៅថាទួលជាអ្នកគ្រប់គ្រងចាទួលភាពជាអ្នកជោគជ័យចាគឺនៅលើទួលប្រហោះនេះហើយទួលបង្កប់បញ្ជាចាអញ្ចឹងសម្រាប់ចាទួលនេះនៅពេលដែលគាត់ដោះបជ្រោយបែបនេះណាចាអញ្ចឹងធ្វើឲ្យម្ចាស់បាត់ដៃហ្នឹងចាគឺសម្រាប់ទាំងកិត្តិយសគេឈ្មោះលុយកាក់មកទន្ទឹមគ្នាបើសិនជាអ្នកធ្វើការវិញណាចាអ្នកធ្វើការគឺនឹងបានឡើងតំណែងព្រោះថាបងប្អូនឃើញខ្សែត្រង់នេះចានេះចាខ្សែនេះគឺគាត់មានខ្សែបែកជាពីរគេហៅថាខ្សែជោគជ័យចាអញ្ចឹងអ្នកដែលមានខ្សែជោគជ័យបែកជាពីរបែបនេះណាចាអញ្ចឹងគាត់នឹងបានឡើងតំណែងអមជាមួយនឹងបជ្រោយនៅក្បែរនេះផងចានៅក្នុងឆ្នាំថ្មីនេះគាត់នឹងបានឡើងតំណែងការងាររបស់គាត់ណាចាបើអ្នកធ្វើការមន្ត្រីរាជការរត់តែល្អបានតំណែងធំណាចាហើយជាទូទៅអ្នកដែលមានខ្សែជោគជ័យនេះណាចាបែកជាពីរដោយគាត់ចេះទៀតណាចាគឺធ្វើអីច្រើនតែទទួលបានភាពជោគជ័យនឹងបានចាគេហៅថាជាផ្លែផ្កាចាហើយបច្ចៈមួយទៀតណាចាបានបែកជាពីរដូចជាដៃរបស់គាត់បែបចេះទៀតគេនឹងបញ្ជាក់ថានៅវ័យចាស់ម្ចាស់បាត់ដៃគឺនឹងមានមុខរបរមួយដែលរីកចម្រើនខ្លាំងហើយបើបែកជាពីរសាខាធំក្នុងការជាចំណូលឲ្យគាត់ធំតែម្ដងចេញពីមុខរបរមួយចាតែចំណូលពីរច្រកឲ្យគាត់ណាចាហើយមើលចាខ្សែវាសនាគាត់មកដល់ទួលចាសៅនេះពីរជាប់គ្នាចេះទៀតណាចាបញ្ជាក់ថាគាត់នៅវ័យចាស់គឺនឹងមានរបរពីរសម្រាប់មានចំណូលដល់វ័យចាស់អត់លំបាកចាសម្រាប់ដៃនេះបងប្អូនគឺគាត់នៅពីវ័យក្មេងចាឃើញទេចាបងប្អូនឃើញចាទួលនៃចាខ្នងបាត់ដៃគាត់ណាចាឬក៏ទួលគេហៅថាបរិវេណនៃឆ្អឹងបាត់ដៃចាឆ្អឹងបាត់ដៃរបស់គាត់គឺធំណាចាប៉ុន្តែកដៃរបស់គាត់គឺតូចទេណាឃើញទេចាគឺតូចទេហើយចាដល់ពេលដែលឆ្អឹងខ្នងបាត់ដៃគឺរីកឡើងមកដល់នេះណាចាអញ្ចឹងអ្នកដែលបែបនេះណាគឺមនុស្សដែលហត់ណាចាហត់មែនតើចាពីមុនខ្ញុំធ្លាប់បង្ហាញអំពីអ្នកដែលមានមេដៃធំមេដៃគាត់ក៏មិនតូចប៉ុន្មានដែរចាអញ្ចឹងពេលខ្លះអ្នកខ្លះគាត់មានមេដៃធំប៉ុន្តែចាឆ្អឹងចានៃខ្នងបាត់ដៃហ្នឹងគឺវាធំចាគឺវាធំមកកប៉ាបែបហ្នឹងចាហើយខ្នងដៃសំទោសកដៃណាតូចជាងអញ្ចឹងគឺគាត់ហត់ណាចាគឺហត់គឺជាមនុស្សស្រីដែលមានទំនួលខុសត្រូវច្រើននិយាយរួមបើគាត់មិនប្រើកម្លាំងគឺមិនបានលុយទេចាបើមិនប្រើកម្លាំងមិនទទួលបានភាពជោគជ័យទេតតែចាប្រើកម្លាំងចាកាយផងកម្លាំងចិត្តប្រាជ្ញាផងទើបទទួលបានភាពជោគជ័យឬគេហៅថាដៃនឿយចានឿយបន្តិចទើបទទួលចាបានភាពចាជោគជ័យនឹងឯងណាចាអញ្ចឹងសម្រាប់ដៃរបស់គាត់នេះគាត់ប្រសើរនៅវ័យចាស់ណាចាយើងមកមើលនៅលើខ្សែជីវិតរបស់គាត់នេះណាចាខ្សែជីវិតរបស់គាត់ណាចាគឺខ្សែជីវិតរបស់គាត់មកកោងស្អាតអញ្ចឹងហើយចានេះមានខ្សែនេះណាឃើញទេបងប្អូនចាចុះមកអញ្ចេះមានខ្សែឡើងពីខ្សែទ្រព្យសម្បត្តិមកវិញនេះបើខ្ញុំធ្លាប់បានបញ្ជាក់ប្រាប់ហើយណាចាខ្សែដែលចាមានលក្ខណៈបែបនេះគឺជាខ្សែត្រូវប៉ាន់ទ្រព្យសម្បត្តិណាចាលើកខ្ញុំគូមើលម្ដងទៀតក្រែងលោកបងប្អូនពិបាកមើលណាចានេះមានខ្សែចុះមកពីលើខ្សែជីវិតអញ្ចេះក៏មានខ្សែមួយចេញពីខ្សែទ្រព្យសម្បត្តិត្រង់គេហៅទួលទ្រព្យសម្បត្តិចេញមកជួបគ្នាបែបនេះណាចាអញ្ចឹងចេញបានជាត្រីកោណណាចាបែបហ្នឹងគេហៅថាម្ចាស់បាតដៃចាទោះបីថាខ្លួនឯងរស់ស៊ីខាត់អីយ៉ាងម៉េចពីក្មេងក៏ដោយប៉ុន្តែនៅពេលចាស់គាត់មានដល់ដឹងខ្លួនដោយសារត្រូវប៉ាន់ទ្រព្យសម្បត្តិនឹងឯងណាចានឹងអញ្ចឹងគឺត្រីកោណរបស់គាត់ធំទៀតណាចាត្រីកោណធំអញ្ចឹងគឺចាគឺលុយធំណាចាគាត់នឹងបានត្រូវប៉ាន់ចាដីធ្លីឬក៏ទ្រព្យសម្បត្តិចាផ្ទះឬក៏ដីអីជាដើមទៅចាកន្លែងណាមួយទៅធ្វើឲ្យគាត់កាន់លុយធំនៅវ័យចាស់អត់ខ្វះលុយកាក់ចាយវាទេដៃនេះនឿយតែពីក្មេងបន្តិចណាចាអញ្ចឹងសម្រាប់ការមើលបាតដៃនេះចាប៉ុណ្ណឹងចុះចាដៃនេះគឺល្អទេមិនមានបញ្ហាទេវ័យចាស់គឺល្អណាចាឲ្យតែមាននិមិត្តសញ្ញាត្រីមង្គលឬក៏ចានិមិត្តសញ្ញាចាត្រីកោណឯបែបនេះចាគឺសិតតែល្អណាកំពុំឈូកក៏ល្អដែរណាចាគាត់ថាត្រីកោណនេះសំដៅទៅលើរឿងលុយគាត់មិនខ្វះលុយកាក់ចាយវាណាចាអរគុណច្រើនសម្រាប់ការមើលវីដេអូនេះចា